បាទបងប្អូនអរគ្នានៅថ្ងៃទី18ខែមករាឆ្នាំ2026នេះខ្ញុំបានមកដល់នៅខេត្តព្រៃវែងដើម្បីសម្ភាសព័ត៌មានអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋអ្នកដែលនាំសត្វគោស្កាត់ក្របីទៅលក់នៅច្រកស្វាយអងោងខេត្តព្រៃវែងតែម្ដងដោយសារតែក្រុមហ៊ុនរបស់លោកអញ្ញាចំសុកបានកំណត់តម្លៃគោមួយក្បាលគឺ 110,000 ហើយបើយើងគិតពីសហយផ្សេងទៀតវាចូលមួយក្បាលចូល 20,000 ឥឡូវនេះបងប្អូនកំពុងតែមានការលំបាកអ្នកខ្លះឥឡូវដូចបងប្រុសចឹងគាត់លែងទៅលក់ហើយគាត់ទុកគោចោលនៅផ្ទះតែម្ដងខ្ញុំចង់ឲ្យបងនិយាយពីរឿងរ៉ាវទាំងអស់តិចតើការយកគោទៅលក់នៅឲ្យវៀតណាមហ្នឹងវាយ៉ាងម៉េចដែរហើយការងារហ្នឹងវាយ៉ាងម៉េចដែរគឺយើងយកទៅលក់ហ្នឹងវាផលវិបាកវាមានថាលុយដងវាចុះថោកហើយសម្បត្តិសហយយើងវារៀងថ្លៃដល់អញ្ចឹងវាយើងអត់បានចំណេញទេអញ្ចឹងសំណុំពរដល់រាជរដ្ឋាភិបាលចង់ថាកូនចៅនេះបើថាបានសម្បត្តិអីហ្នឹងរៀងធូរថ្លៃតិចទៅកូនចៅអាចរកបានវិញហើយចង់បងបញ្ជាក់តិចឥឡូវគោមួយគឺក្រុមហ៊ុនលោកអញ្ញាចំសុកនេះចេញกระดาษមួយគឺ 110,000 ហើយយើងត្រូវចំណាយអីផ្សេងទៀតដែរយើងចំណាយទៅលើថ្លៃដឹកថ្លៃផ្ទះគេធានាលុយឲ្យយើងហើយទាំងសហយទាំងអីយើងពីផ្ទះទៅវាបូកទៅវា 20,000 ក្នុងមួយក្បាលបងរដឹកគោហ្នឹងទៅប្រហែលឆ្នាំហើយទៅឲ្យឈ្មោះវៀតណាមខ្ញុំទៅ2ឆ្នាំ3ឆ្នាំទៅតែឥឡូវមូលហេតុអីបានជាឈប់ទៅវាអត់ចំណេញមែនដូចមែនមានតែបងមួយដែលជួបបញ្ហាហ្នឹងដូចមានបងប្អូនយើងច្រើនជួបដូចបងដែរដូចតែគ្នាបងបើនិយាយអ្នករកស្រាប់ទៅនិយាយគ្នាទៅថាខាតដូចតែគ្នាឥឡូវខ្ញុំឲ្យបងនិយាយចេញពីចិត្តគោមួយក្បាល 110,000 ចំណាយផ្សេងសហយអីផ្សេងទៀតដល់តែ 20,000 បងគិតថាសមរម្យដែរឬអត់មិនសមទេបងលើសដល់អញ្ចឹងយើងពិបាកទិញពីប្រជាពលរដ្ឋដែរព្រោះប្រជាពលរដ្ឋគ្នាចិញ្ចឹមចង់បានតែមានតម្លៃដែរឲ្យដល់យើងទៅទិញដល់យើងយកទៅលក់យើងគិតតើយើងបូកពីសបុតបូកពីសហយទៅហើយបានយើងទិញកើតតើយើងមើលទៅអាចថាចំណេញបាន 10,000 20,000 ពីលើបានយើងហ៊ានយកហើយបើអញ្ចឹងទេយើងយកទៅមិនកើតមិនខាតដូចថាឧទាហរណ៍ថាគូហ្នឹងយើងយកទៅលក់បាន3លាន20ហើយដល់យើងចំណាយ20នេះហើយដល់អញ្ចឹងយើងហ៊ានតែត្រឹម280ឬ290ទេអញ្ចឹងទុកមុខយើងហើយបើយើងហ៊ានទិញដល់3លាន10ទៅ3លាន20យើងខាតហើយព្រោះយើងខាតថ្លៃត្បុតថ្លៃសហយយើងទៅហើយដល់អញ្ចឹងយើងទៅទិញក្រោម3បងប្អូនខ្ញុំបញ្ជាក់បងប្អូនថារឿងរបស់លោកអញ្ញាចំសុកដែលជាឈ្មោះគោល្បីនៅខេត្តព្រៃវែងនេះមិនមែនជារឿងថ្មីទេរកស៊ីរាប់ឆ្នាំមកហើយបានទទួលអាជ្ញាប័ណ្ណនេះគឺតាមខ្ញុំដឹងគ្រាន់តែមានថាយកចូលពីក្រៅស្រុកដើម្បីឆ្លងកាត់ទៅលក់នៅប្រទេសវៀតណាមហើយគាត់យកបងពុនបងអញ្ចឹងទៅដើម្បីចូលជាថវិការដ្ឋប៉ុន្តែបើសិនជាគោនៅក្នុងស្រុកអាជ្ញាប័ណ្ណគាត់គឺមិនមានទេនេះបើតាមប្រភពព័ត៌មានច្បាស់ការបានប្រាប់ខ្ញុំតែឥឡូវនេះសូម្បីតែគោយកពីក្រៅស្រុកក៏ដោយក្នុងស្រុកក៏ដោយឲ្យតែឆ្លងកាត់ទៅវៀតណាមតាមច្រកក្នុងខេត្តព្រៃវែងនេះគឺត្រូវយកទាំងអស់ហើយគោក្របីមួយក្បាលគឺ 11,000 តែម្ដងហើយចំណាយផ្សេងទៀតវាជិត 20,000 ដើម្បីជាការសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋទើបបានមានការសំណូមពរថាបើសិនជាអាចបទូបថយវាថាគោមួយក្បាល 4 ទៅ 5,000 វាសមរម្យចង់បងចង់ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលរបស់យើងយ៉ាងម៉េចដែរបាទស្នើសុំឲ្យចុះរញ្ញាប័ណ្ណនឹងនៅត្រឹម 5,000 នេះទៅអាហ្នឹងកូនចៅអាចរកបានហើយបើសិនជាចុះ 5,000 នេះរកឡើងវិញណាបាទតែឥឡូវនេះអត់រកទេផ្អាកហើយផ្អាកសិនឥឡូវបងប្អូនមកស្ដាប់ហើយដោយសារតែការយកថ្លៃពេកគោមួយក្បាល 11,000 ចំណាយផ្សេងចូល 20,000 គាត់រត់លែងរួចហើយមុំតាជិះទៅដល់ឈ្មោះវៀតណាមចំណាយទាំងជួលឡានគេផងប្រេងសាំងសហយផ្សេងទៀតហើយពេលខ្លះអត់ចំណេញដល់ពេលឥឡូវឈប់ហើយទុកគោចោលនៅនេះហើយមានបងប្អូនណាគាត់ទុកកែគាត់មករកអញ្ចឹងទៅដូច្នេះសង្ឃឹមថាប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងជាពិសេសខាងរដ្ឋមន្ត្រីក្រសួងកសិកម្មតែម្ដងដែលផ្ដល់អាជ្ញាប័ណ្ណឲ្យលោកអញ្ញាចំសុកសូមមេត្តាជួយពិនិត្យឡើងវិញដើម្បីជាការសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋសង្គ្រាមផងសង្គ្រាមក្រៅប្រទេសផងហើយឥឡូវនេះវិបត្តិសេដ្ឋកិច្ចផងហើយបើអញ្ចឹងទៀតបងប្អូនយើងជាអ្នកលំបាកហើយអញ្ញាចំសុកគាត់បានប្រកបរបរនេះវាជាង10ឆ្នាំជិត20ឆ្នាំហើយថារកបានច្រើនទៅហើយដូច្នេះសង្ឃឹមថានឹងមានការយកចូលទៅដល់បងប្អូនប្រជាពលរដ្ឋយើងជាការសម្រួលនៃការទុកលំបាកតែម្ដងបាទជំរាបសួរបងប្អូនអរគ្នាឥឡូវនេះនៅថ្ងៃទី18ខែមករាឆ្នាំ2026ខ្ញុំមកដល់ទឹកដីនៃខេត្តព្រៃវែងដោយសារតែមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលតែងតែដឹកគោក្របីទៅលក់នៅឲ្យឈ្មួញប្រទេសវៀតណាមតាមច្រកស្វាយអងោងដែលស្ថិតនៅស្រុកកំពង់ត្បៃខេត្តព្រៃវែងប៉ុន្តែដោយសារតែមួយរយៈនេះគោមួយយកតម្លៃរហូតដល់ទៅ 11,000 រៀលពីលោកអុកញ៉ាចំសុកតែម្ដងហើយដោយសារតែមានការក្តីកង្វល់ក៏ដូចជាចង់ឲ្យមានការបទូបថយដើម្បីសម្រាលនៅការលំបាករបស់បងប្អូនប្រជាពលរដ្ឋដូច្នេះទើបបានខ្ញុំមកធ្វើបទសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នករកស៊ីហើយដឹកគោទៅឲ្យឈ្មួញវៀតណាមតែម្ដងជាដំបូងចង់ឲ្យបងជួយជំរាបតិចពាក់ព័ន្ធទៅនឹងការលក់គោក្របីទៅឲ្យឈ្មួញវៀតណាមនោះវាយ៉ាងម៉េចដែរលក់យកទៅឲ្យវៀតណាមហ្នឹងយើងត្រូវតើបងពួនហើយបងពួនតងក្របីធំប៉ុណ្ណឹងវា 11,000 ណា
នងឲ្យទូជានឹងក៏110000ដែរលោកត្រាតែទឹមកើតនោះឲ្យបុទឹមកើតដល់នឹង50000ទេ ហើយកន្លងមកតម្លៃហ្នឹង110000ហ្នឹងគឺកន្លងមកតម្លៃប៉ុន្មានវិញ កាលមុនវាតែ60000ដែរក្នុងក្បាល ហើយអ្នកដែលយកពន្ធថ្លៃគោថ្លៃក្របីដែលយើងត្រូវដឹកឲ្យឈ្មួញវៀតណាមហ្នឹងគឺក្រុមហ៊ុនរបស់លោកអុកញ៉ាចំសុកតែម្ដង ហ្នឹងហើយបាទ ហើយបងគិតថានៅពេលដែលគោក្របីហើយស្ថានភាពយើងកំពុងតែលំបាកសង្គ្រាមផងសេដ្ឋកិច្ចធ្លាក់ផងហើយយកតម្លៃគោរហូតទៅដល់110,000រៀលហ្នឹងបងយល់ឃើញយ៉ាងម៉េចដែរ ឥឡូវសុំសំណុំពរចេះវិញតែមកក្បាលយកត្រឹម60000បានហើយកុំយកថ្លៃពេកចឹងណាគ្រូមានស្អីមានប៉ុណ្ណឹងហើយកូនគោអីយកដូចមុនណាកូនគោយក60000ឡើយយកត្រឹម 40000ទៅបានណា តាមព័ត៌មានខ្ញុំទទួលបានឃើញថាបងប្អូនប្រជាពលរដ្ឋឥឡូវចាប់ដើមផ្អាកនាំគោឬក៏ក្របីទៅលក់បដាដោយសារតែយកតម្លៃថ្លៃពេកពន្ធមួយគោមួយក្បាលក្របីក្បាល110,000អាហ្នឹងយ៉ាងម៉េចដែរ វាដល់ថ្លៃពេកយកទៅលក់បង្កើតគ្រូក្នុងគិតទៅក្បីមួយក្បាលល្មមបានលុយយកមកវិញវាអស់200,000រៀលក្នុងមួយក្បាលហើយហ្នឹងបើសិនជាមានឡានខ្លួនឯងបើសល់បន្តិចទួចបើមានឡានអស់លីងទៅមកមានទេ មានន័យថានៅពេលដែលយើងតម្រាំតែយើងទិញគោមកចិញ្ចឹមតម្រាំឲ្យធំហើយយើងទៅលក់ឲ្យឈ្មួញវៀតណាមតាមច្រកស្វាយអាងោកឯនេះត្រូវចំណាយច្រើនប្រេងសាំងអីគ្រប់សពដែរហ្នឹងតែពេលទៅលក់វិញត្រូវបង់ពន្ធបង់អីឲ្យគោទៀតហើយលុយទាំងអស់ដូចចូលលោកអុកញ៉ាចំសុកទាំងអស់ បាទហ្នឹងហើយចូលល្អគ្រូនិយាយចេះបើសិនជាយើងក្នុងមួយក្បាលហ្នឹងចំណេញបាន300,000វានៅសល់ត្រឹម50000ទេចំណេញណានោះហើយបើសិនជាថាទប់ទួលបាត់តែ250,000ហ្នឹង ឥឡូវចង់ឲ្យបងសំណូមពរដោយចំតែម្ដងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងដើម្បីឲ្យជួយសម្រួលតម្លៃនេះឡើងវិញបែបណាដែរ ថាសុំសំណុំពរឲ្យអុកញ៉ាយកត្រឹមមួយក្បាលត្រឹម60000បានហើយកុំយកច្រើនពេកណានោះហើយដល់យកច្រើនពេកជាពលរដ្ឋប្រឹងចាំប្រឹងអីហ្នឹងដូចថាបងឲ្យគាត់វាច្រើនពេក បងនឹងចូលក្រុមហ៊ុនគាត់ចូលថវិកាជាតិអីយ៉ាងម៉េចដឹងហ៎ទៅ មិនដឹងទេគ្រូនេះព្រោះស្អីយើងទៅយើងបងមិនដឹងយកទៅណាយកទៅណីអាហ្នឹងយើងមិនដឹងផងណា ជាធម្មតាក្រុមហ៊ុនរបស់លោកអញ្ញាចំសុកបានទទួលអាជ្ញាប័ណ្ណហើយត្រូវតែបង់ពន្ធជូនរដ្ឋជូនអីតាមអាជ្ញាប័ណ្ណដែរទទួលបានតែយើងមិនដឹងថាតើការបង់ពន្ធហ្នឹងគ្រប់ចំនួនឬមិនគ្រប់ចំនួនទេហើយតាមប្រភពព័ត៌មានច្បាស់ការដែលខ្ញុំទទួលបានឃើញថាគាត់ទទួលបានអាជ្ញាប័ណ្ណសម្រាប់ការនាំចូលគោក្របីពីក្រៅស្រុកហើយឆ្លងកាត់ច្រកនៅខេត្តព្រៃវែងនេះទៅវៀតណាមប៉ុន្តែបើគោក្នុងស្រុកអាជ្ញាប័ណ្ណគាត់អត់មានទេអញ្ចឹងបញ្ហាទាំងអស់នេះមានតែឲ្យអាជ្ញាធរពាក់ព័ន្ធឬក៏ថ្នាក់លើស៊ើបអង្កេតបន្ថែមតើអាជ្ញាប័ណ្ណដែលគាត់កំពុងមាននេះគាត់អនុវត្តត្រឹមត្រូវតាមអាជ្ញាប័ណ្ណដែរឬអត់